ជំរាបសួរបងប្អូនខានប្រហោះយូរហើយតែដោយសារថ្ងៃនេះបានផ្សិតប៉មកពីខាងអ្នកពោធិ៍សាត់កូននៅខាងពោធិ៍សាត់ផ្ញើមកឲ្យចឹងថ្ងៃនេះម៉ាក់ស្លប្រហើកូនកាត់ផ្សិតប៉អញ្ចឹងគ្រឿងរបស់ខ្ញុំហ្នឹងគឺមានខ្ទឹមសខ្ទឹមក្រហមកាពិហើយនឹងបកាខៀមគឺខ្ញុំដាក់បុកចូលគ្នាហើយម្ដងនេះគឺខ្ញុំមិនដាក់ខ្ជាយខ្ញុំទុកហាន់ក្រៅចំណែកម្ទេសវិញខ្ញុំដាក់ម្ទេសម៉ត់ផងហើយម្ទេសដៃនាងនិងម្ទេសអាចសាត់ទូចៗបងប្អូនអញ្ចឹងទៅពុះហើយគឺខ្ញុំដាក់គ្រឿងខ្ញុំចូលដើម្បីកុំឲ្យឆ្អាបហើយក្បាលបកាខ្ញុំកាត់វាម្ដុំហើយខ្ញុំដាក់ចូលទៅមុនងាស់ក្បាលបកាទុកហើយមកស្ទុះបាទខ្ញុំដាក់ឲ្យត្រាវខ្ញុំដាក់មុនដោយសារខ្ញុំខ្លាចជាងគេគឺខ្លាចល្មាស់ដាក់ត្រាវហើយគឺខ្ញុំដាក់បន្លែអញ្ចឹងបន្លែរបស់ខ្ញុំមានអីខ្លះគឺមានផ្សិតប៉ក់មានផ្សិតផ្សេងទៀតក៏មុកល្ពៅមានជីមានអីបងប្អូនចាំមើលទៅឃើញអញ្ចឹងនិយាយរួមបន្លែខៀវៗមិនយើងដាក់ទាំងអស់ប៉ុន្តែថ្ងៃនេះប្លែកគឺខ្ញុំដាក់ពោតដោយសារខ្ញុំរៀងចូលចិត្តពោតដែរខាងញ៉ាំពោតយូរចាអញ្ចឹងខ្ញុំទុកវាមកងាស់ទៅតែនិយាយរួមភ្លើងគឺទៅលឿនទៅខ្លាំងអញ្ចឹងហ្មងបន្ទាប់មកខ្ញុំដាក់ត្រីខ្ញុំដាក់បកាហើយឥឡូវនេះឃើញថាស្ទើរស្អុយអញ្ចឹងគឺដាក់កាពិថែមចាសរោខ្ញុំគឺស្អុយហើយហឹរតែសាពេលអត់ប្រៃហើយលឹកខៀវនេះបងប្អូនគឺស្លឹកជីអាស្លឹកជីកោបរបស់យើងហ្នឹងចាហើយខ្ញុំចូលចិត្តតែឆ្ងាញ់ណាស់បងប្អូនអើយ